ซูมជំរាបសួរពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជាច្រាំងស្ទឹងសែននៅក្នុងក្រុងស្ទឹងសែនបែកខាងកំពង់ធំនៅជាប់កំពង់ធំសង្កាត់កំពង់ធំសង្កាត់កំពង់រទេះបាទទីតាំងនេះពីដើមឡើយគឺប៉ុស្តិ៍នគរបាលរដ្ឋបាលហើយនឹងសាលាសង្កាត់ឥឡូវបានរុះរើហើយបាទហើយនេះគឺជាស្ពានឆ្លងស្ទឹងលើទឹកលិចហើយផ្អាកការដ្ឋានសាងសង់ហើយនៅបែកខាងនោះលិចនៅបែកខាងលើបន្តិចហើយនៅខាងនេះគឺទល់មុខសាលាខេត្តបាទទល់មុខសាលាខេត្តឥឡូវការរៀបចំច្រាំងស្ទឹងឆ្ងាយចូល30-40 ម៉ែត្រពីថ្នល់មកហើយនេះយើងឃើញថាចាក់ដីក្រោយពីបានរៀបចំច្រាំងអីមិនតាន់រួចជាថាពោទេប៉ុន្តែឥឡូវចាប់ផ្ដើមរៀបចំដាំកូនឈើដាំកូនឈើទៀតណាដីកន្លែងនេះគឺជាដីដុះបាទដីដុះទេបាទហើយនេះគឺខឿនកាលពីនៅការរៀបចំច្រាំងចាស់នេះប៉ុន្តែមិនទាន់បានចាក់ដីទេឥឡូវតិចទៀតចាក់នឹងចាក់បន្ថែមហើយបាទហើយឃើញថាការរៀបចំច្រាំងហើយគឺមានការដាំកូនឈើបន្ថែមទៀតបាទនៅបែកខាងត្រើយម្ខាងនៃសង្កាត់កំពង់កបៅនោះក៏រៀបចំដែរបាទអូនេះផ្លូវចិនដើរឡើងរៀបចំឲ្យមានចិនដើរឡើងគេថាចំណតសម្រាប់អាចថាមកដល់គឺទីតាំងនេះគឺជាផែគឺជាផែបាទនេះដើរឡើងបែបដើរឡើងនេះគឺដាំកូនឈើអូយស្រស់ស្អាតណាស់បាទនេះតែចិត្តកំពុងធំពិតជាស្រស់ស្អាតណាស់លែងទៅហួសមកហួសបាទលំហែខ្យល់អាកាសបាទនៅតាមមាត់ស្ទឹងហើយនៅតាមមាត់ស្ទឹងនេះក៏មានអ្នកហាត់ប្រាណនៅទីនេះក៏មានការលក់ដូររៀបចំឲ្យបងប្អូនជាពលរដ្ឋមកហូបចុកលំហែចឹងដែរតិចទៀតពីត្រើយខាងកំពង់កបៅមកដល់សង្កាត់កំពង់ធំហ្នឹងក៏ធ្វើដំណើរថ្មើរជើងបានស្រួលបាទពិតជាអស្ចារ្យបាទ3គីឡូសងខាងនៃច្រាំងស្ទឹងសែននៅខេត្តកំពង់ធំក្រោមការដឹកនាំរបស់ឯកឧត្តមវង្សសីវិសុទ្ធឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តកំពង់ធំឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំខិតខំប្រឹងប្រែងដើម្បីឲ្យខេត្តកំពង់ធំនឹងមានភាពតាក់ទាញទេសចរមកកំសាន្តបាទហើយបើនៅខាងកំពង់កបៅខាងនោះគឺបងប្អូនជាពលរដ្ឋគាត់ចូលរួមរុះរើផ្ទះអស់ហើយបាទគឺផ្ទះនៅតាមមាត់ស្ទឹងហ្នឹងគឺរើចេញអស់ហើយការឋាននៃការសាងសង់គឺមិនតាន់រួចមែនក៏ប៉ុន្តែគឺបានចូល 40% ឲ្យជាងហើយបាទចឹងតិចទៀតយើងមានការរៀបចំនៅទូកទេសចរអាចថាតិចទៀតមានការស្ទូចត្រីអីចឹងទៅហើយនៅបែកខាងក្រោមនៃឃុំកំពង់គោបើយើងនិយាយថាទៅខាងក្រោមទៀតគឺមានទំនប់ស្ទាក់ទឹកដែលឲ្យឈ្មោះថាទំនប់ស្ទាក់ទឹកកំពង់គោបាទទំនប់ស្ទាក់ទឹកកំពង់គោអញ្ចឹងទឹកនៅទីនេះគឺមិនខាស់ទេដោយសារនៅទីរួមស្រុកសណ្ដាន់នៅផ្នែកខាងលើស្រុកសណ្ដាន់នោះគេហៅថាដងកំបិតឃុំដងកំបិតក៏មានទំនប់ស្ទាក់ទឹកមួយទៀតគឺឈ្មោះថាទំនប់ស្ទាក់ទឹកដងកំបិតហើយនៅកំពង់គោគឺយើងមានទំនប់ស្ទាក់ទឹកកំពង់គោដែរអញ្ចឹងអាចបិទបើកទឹក
ហើយការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋយើងក៏ថាមានទឹកអាចបង្កបង្កើនផលបានបាទនេះគឺជាទស្សនវិជ្ជាមួយជ្រុងនៃខេត្តកំពង់ធំបាទបាទសូមអរគុណសូមជម្រាបលា